បងប្អូនឃើញគ្រឿងផ្សំខ្ញុំថ្ងៃនេះមានម្នាស់មានជាមួយនឹងការ៉ុតមានជាមួយនឹងសណ្តែកបដោះអញ្ចឹងបងប្អូនភាគច្រើនប្រហែលជាគិតថាខ្ញុំនឹងស្លម្ជូរយួនទេប៉ុន្តែអត់ទេបងប្អូនថ្ងៃនេះមិនមែនជាម្ជូរយួនទេហើយក៏មិនមែនជាសឡទឹកដែរគឺសឡគោកហើយគ្រឿងផ្សំមួយទៀតខ្ញុំមានសាច់មាន់ណាបងប្អូនខ្ញុំប្រើសាច់អន្ទងមាន់ហើយសាច់អន្ទងមាន់ហ្នឹងខ្ញុំប្រឡាក់គ្រឿងមានតាមអំបិលបន្តិចម្រេចបន្តិចតែប៉ុណ្្នឹងឯងហើយខ្ញុំមានជាមួយនឹងលាយទឹកសូត្រទុកមានប្រេងខ្យងមួយស្លាបព្រាទឹកស៊ីអ៊ីវមួយស្លាបព្រាហើយជាមួយនឹងទឹកស៊ីអ៊ីវសម្រាប់ធ្វើស៊ុបនោះមួយស្លាបព្រាប្រេងល្ងបន្តិចម្រេចបន្តិចស្ករបន្តិចចាតែប៉ុណ្្នឹងឯងហើយអំបិលបន្តិចដល់ខ្ញុំប្រឡាក់ឲ្យវាចូលគ្រឿងនឹងហើយទុកមួយសន្ទុះនឹងហើយក៏ខ្ញុំមកចាប់ផ្ដើមឆាសាច់មាន់ហ្នឹងបងប្អូនចាសាច់មាន់ហ្នឹងខ្ញុំឆាលីងហើយខ្ញុំដាក់គ្រឿងដែលខ្ញុំលាយមកហ្នឹងដាក់ចូលបន្តិចហើយខ្ញុំឆាវាឲ្យក្រៀមដល់ដំណាក់កាលមួយទៀតនេះគឺខ្ញុំគោះពងមាន់3គ្រាប់អញ្ចឹងពងមាន់នេះខ្ញុំគោះភ្លាមខ្ញុំអត់តាន់ច្បល់ភ្លាមពេលខ្ញុំទុកឲ្យវារៀងឆ្អិនមួយជាហៀងបន្តិចហើយបាទខ្ញុំចាក់បាយចូលឃើញដល់ប៉ុណ្ណេះបងប្អូនដឹងហើយណាបងប្អូនគឺឆាបាយនឹងឯងប៉ាន់ឆាបាយថ្ងៃនេះប្លែកដាក់សណ្តែកបដោះចាមិញពងមាន់3គ្រាប់ស្ទើអញ្ចឹងក៏ថែមមកគ្រាប់ទៀតចាច្របល់វាចូលគ្រឿងអស់នឹងហើយទៅខ្ញុំនឹងក៏ដាក់ការ៉ុតចូលឲ្យហើយខ្ញុំក៏ដាក់ម្រេចបន្ថែមបន្តិចបងប្អូនឆាបាយយើងដាក់ម្រេចទៅវាឈ្ងុយហើយអាទឹកស៊ុសដែលខ្ញុំលាយហ្នឹងមិញខ្ញុំដាក់ក្នុងឆាសាច់ម្សាហើយខ្ញុំយកមកពេលឆាបាយហ្នឹងដាក់ម្សាទៀតចាប៉ិនទឹកស៊ុសហ្នឹងខ្ញុំអត់ទាន់ដាក់ទាំងអស់ឲ្យបងប្អូនដោយសារខ្ញុំខ្លាចប្រៃសម្រាប់ឆាបាយកុំឆាឲ្យប្រៃតែប្រៃពិបាកញ៉ាំម៉េះបើសុខចិត្តឲ្យសាបបន្តិចចាស់ព្រោះយើងញ៉ាំជាមួយនឹងទឹកស៊ីអ៊ីវមានខ្ទឹមសមានម្ទេសហិលគឺឆ្ងាញ់ហ្មងខ្ញុំដាក់ម្នាស់ច្បល់មកបន្តិចឲ្យយើងសពម្នាស់ឲ្យខ្ញុំភ្លក់ទៅឃើញវាសាបអញ្ចឹងខ្ញុំក៏ដាក់ទឹកស៊ុសខ្ញុំបន្ថែមទៀតអញ្ចឹងអាទឹកស៊ុសហ្នឹងយើងថែមស្រួលបងប្អូនកុំឲ្យតែដាក់ជ្រុលពិបាកកែជ្រុលហ្នឹងមានតែថែមបាយថែមអីទៀតលើយចាហើយចុងក្រោយខ្ញុំក៏ដាក់សណ្តែកបដោះអញ្ចឹងខ្ញុំឆាបាយដាក់សណ្តែកបដោះនេះបងប្អូនប្រហែលជាប្លែកតែដោយសារខ្ញុំធ្លាប់ញ៉ាំបាយឆាប្រកេរក៏ដាក់សណ្តែកបដោះដែរបងប្អូនដល់អញ្ចឹងទៅចាស់ខ្ញុំមានសណ្តែកបដោះស្រាប់អញ្ចឹងខ្ញុំក៏នឹកឃើញយកមកដាក់ដែរទៅមានអីប្លែកតែបងប្អូនសណ្តែកបដោះយើងកុំដាក់ឲ្យឆ្អឹងខ្លាំងពេកអញ្ចឹងញ៉ាំទៅវាមានជាតិឈប់បន្តិចណាចាហើយចុងក្រោយនេះបាយឆាយើងអាចចោលជាមួយស្លឹកខ្ទឹមចាហើយបន្ទាប់ខ្ញុំរៀបដាក់ចានហើយខ្ញុំក៏បន្ថែមស្លឹកខ្ទឹមតិចទៀតហើយកាន់តែឆ្ងាញ់ទៀតបងប្អូនឥឡូវនេះខ្ញុំញ៉ាំជាមួយនឹងសារាយសមុទ្រផូកូរ៉េញ៉ាំសារាយសមុទ្រនឹងមួយបាយឆាទៅឈ្ងុយឆ្ងាញ់ណាស់បងប្អូនខ្ញុំចូលចិត្តញ៉ាំមែនតើ